ដល់លោកគ្រូធនាគារដែលបានជួយទិញតង់ដើម្បីយកទៅចិញ្ចឹមខ្យងចាអញ្ចឹងលោកគ្រូបានកំង UV ដើម្បីយកទៅចិញ្ចឹមខ្យងដែលវាមានសភាពស្វិតក្រាស់ធន់ជាមួយនឹងកម្ដៅជាពិសេសគឺមិនជ្រាបទឹកចាហើយក៏លោកគ្រូក៏កំងដាក់វ៉ានដាក់ផងដែរចាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលទិញវ៉ានខាងខ្ញុំចាគឺខាងខ្ញុំធ្វើនៅស្រុកស្ទូខេត្តកំពង់ធំនេះគឺប្រើវ៉ានលេខ34ដែលជាវ៉ានខ្នាតធំចាបហូរទឹកហូរបានលឿនហើយយើងធ្វើជូនបងប្អូនចេះស្រាប់សម្រាប់បងដែលចង់ធ្វើខ្លួនឯងបងប្អូនគ្រាន់តែទិញសងក្រៅសងក្នុងហើយនឹងក្បាលវ៉ានបូកជាមួយនឹងកាវហើយនឹងមានតយោមួយសម្រាប់តគឺជាការស្រេចតែបើបងប្អូនអត់ចេះដាក់ទេបងប្អូនអាចធ្វើការកំងជាមួយនឹងខាងខ្ញុំបានដែលមួយគ្រាប់នេះគឺខាងខ្ញុំយកតម្លៃ$5ស្មើនឹង20,000រៀលចាអញ្ចឹងបងដែលចង់ដាក់វ៉ានមួយក៏បានវ៉ានពីរក៏បានតាមការកំងដឹងតែមួយ20,000រៀលទាំងធ្វើទាំងសម្ភារៈទាំងអស់ចាអញ្ចឹងសម្រាប់តង់នេះគឺខាងខ្ញុំអត់ទាន់បានវាយកវល់ទេដោយសារយកជ្រៅហើយស្អែកបានយើងវាយកវល់ជូនអញ្ចឹងសម្រាប់ខាងខ្ញុំដេនេះគឺវាយកវល់កន្លះម៉ែត្រមួយក៏វាយកន្លះម៉ែត្រមួយជាមួយនឹងក្បាលកវលដែលល្អចាសាច់ល្អទៀតចាសាច់លលោងស្អាតចាអញ្ចឹងយើងមានកវលស្រាប់សម្រាប់ត្រៀមជូនលោកគ្រូប៉ុន្តែអត់ទាន់បានធ្វើអញ្ចឹងអ្នកលោកក៏អត់ភ្លេចអរគុណដល់បងអតិថិជនដែលបានជួយគ្រប់គ្រងរៀងរាល់ថ្ងៃរហូតដល់ថ្ងៃនេះចាគឺម៉ោង7យប់ជាងហើយទើបយើងបញ្ចប់ការងារចាហើយនៅសល់ចំនួន8បងទៀតចា8អតិថិជនទៀតខាងខ្ញុំនឹងធ្វើជូនពុកម៉ែបងប្អូននៅថ្ងៃស្អែកដោយសារតែថ្ងៃនេះគឺយើងចេញស្រះទឹកធំច្រើនមែនទែនរហូតដល់3ទីតាំងចាមាននៅខេត្តពោធិ៍សាត់ខេត្តខេត្តស្អីនេះគេហៅរតនគិរីចាហើយនឹងមួយទៀតផ្លេចខេត្តហើយដោយសារវ៉ាន់ថ្ងៃនេះចេញរហូតដល់ជិត30ទីតាំងចាហើយនៅសល់2អតិថិជននេះគឺចេញនៅថ្ងៃស្អែកចាដោយសារតែនេះបងក៏ទិញខ្នាតសម្រាប់យកទៅក្របឡានអញ្ចឹងទម្ងន់វាធ្ងន់ខ្ញុំដឹកតាមម៉ូតូអត់រួចទេខ្ញុំមានកូនតូចអញ្ចឹងណាអញ្ចឹងនឹងចេញជូនបងស្អែកហើយនឹងជី25គីឡូគឺចេញស្អែកដូចគ្នាអរគុណច្រើនចាជំរាបលា